បាទសួស្តីបងប្អូនក្រុងបរសៃនោះជាទីនឹកលឹកនិងជាទីរាប់អានថ្ងៃនេះខ្ញុំកំពុងធ្វើដំណើរទៅគេហដ្ឋានរបស់ខ្ញុំនៅផ្លូវលំខាងក្រោមសង្កាត់លេខ1ក្រុងបរសៃនោះបាទនេះគឺជាទីតាំងផ្ទះល្វែងគេទល់មុខរោងចក្រញូស្តាបងប្អូនផ្ទះល្វែងគេធ្វើបានខ្ពស់ល្អបងប្អូនគេលក់អស់ហើយអ្នកដែលគេទិញគេមកនៅគ្រប់ស្ទឹងយ៉ាងគ្រប់ផ្ទះអស់ដល់លេខផ្លូវលំខាងក្រោមបងប្អូនផ្ទះគេដាំផ្កាដើម្បីស្អាតពីមុខផ្ទះហ្នឹងទៅជាក់ទៅជុំដោយផ្ទះខ្ញុំដែរនេះដល់ផ្លូវលំខាងក្រោមបងប្អូននេះឡានដឹកស៊ីម៉ងត៍ឡានដឹកស៊ីម៉ងត៍គេយកមកចាក់សាបទីតាំងទាំងវែងគេអូមកស្មៅទៅភ្លៀងមិនមេមកដោះល្អដើមចេកតាមអីគេចេះដាំមាត់ផ្លូវដែលផ្លូវគេអត់តន់ធ្វើអញ្ចឹងហើយសល់ដីអញ្ចឹងទៅដីបងប្អូនក៏ចេះដាំទៅបានផ្លែអង្ការហូបដីនេះតនេបងប្អូនជាលពឹកស្មៅបាទស្មៅនេះផ្លូវនេះបើសិនជាខាងភូមិសង្កាត់រត់ធ្វើឲ្យជាជនដើរល្អនេះផ្លូវនេះមានជាជនច្រើនដែរបាទផ្លូវនេះផ្លូវយូរហើយផ្លូវលំកាលពីដើមហ្នឹងក៏បីគោបរទេសរស់អស់រស់ឈើអីតាមផ្លូវហ្នឹងតែឥឡូវគេអត់តន់អភិវឌ្ឍនេះជ័យក្រុងបរសៃនោះបាទហើយមើលទៅភ្លៀងមកល្អស្មៅដុះឡើងជាលពឹកហ្មងមើលអត់មានគោអត់មានកបីអីវាស៊ីស្មៅមុននេះសើស្មៅល្អបងប្អូនអើយនេះសើផ្ទះជួលបាទផ្ទះគេធ្វើបន្ទប់សម្រាប់ជួលឲ្យកម្មករធ្វើការរោងចក្រគេហៅរោងចក្រយូស្តាបាទព្រោះខាង